ចុងក្រោយទី1កីឡាករថៃក្នុងទឹកគួនទីលោកស្រីបង្គំគ្រូយើងតាមរូបទស្សនាការប្រកួតពិសេសអន្តរជាតិគូទី2សំអានគាត់ធ្លាប់ឡើងសង្វៀនអេកស្ទ្រីមយើងម្ដងហើយកាលនោះគាត់ទទួលលីជីនៅក្នុងទឹកទី1ហើយថ្ងៃនេះគាត់មកសាក់ក្រាបដៃជាមួយកីឡាកររបស់វៀតណាមដើម្បីដកបានដួលគាត់ចេញរៀបមកបងប្អូនអាយយមកជើងកន្លែងនេះទី1សំអានថាគាត់ឡើងមកហងរៀនលោកលោកនឹងអ្វីហើយកម្មណានទស្សនាការប្រកួតពិសេសអន្តរជាតិគូទី2ក្រាបដៃគូនេះបានគាត់ធ្លាប់ឡើងសង្វៀនបានយើងទៅម្ដងហើយការគាត់ទទួលថាតើបានមិនទឹកអត់ទឹកទី1ហើយនេះគាត់មកសាក់ក្រាបដៃជាមួយនឹងកីឡាកររបស់វៀតណាមជួនចាត់ស៊ូម៉ូសហងបានគាត់ចេញរៀបមកបងប្អូនអាយយមកចូលមកដៃរបស់សំអានអ្នកតកៅណាគាត់នៅគ្រីវងឡើងមកហងរៀននេះមកទៅអ្វីហើយអូខេអត់អីទេណាហើយក្រោយពីចូលក្តាប់ដៃមកជើងនេះបងប្អូនរបស់សំអានអត់បានបីទឹកទេលោកថាយើងទៅមើលថាចូលបានបីទឹកអត់សំអានទៀតយ៉ាងសំអានចេញកន្លែងមួយបីទឹកពីសំអានខាងជើងមួយដើរចូលមកដៃខាងស្ដាំរបស់សំអានដើរចូលទៀតហើយសំអានណាដើរចូលមកដៃរបស់សំអានចាប់គូប្រគុណលឿនបំផុតតកៅណាលៀនរៀលវងដើរចូលកន្លែងនេះចេញចូលល្អមែនទេស៊ូបង្កនេះហើយក្រោយពីសិនអ្នកច្រើនជើងកាច់ឆ្វេងរបស់សំអានមកជើងតវិញគេមកបាក់លោកក្តាប់ដៃទៅមកចូលក្តាប់ដៃកន្លែងនេះរបស់សំអានអាយចេញកន្លែងនេះកន្លែងនេះសំអានខាងឆ្វេងមួយដើរចូលមកដៃខាងស្ដាំរបស់សំអានដើរចូលទៀតហើយសំអានណា6 7គូដែលបញ្ចប់គូប្រគុណលឿនបំផុត3 1លានរៀលដើរចូលកន្លែងនេះចេញចូលអស់ស៊ូមសសំអានឃើញកន្លែងឆ្លើយប្រយ័ត្នទឹកផងសំអានណារបស់គេបាក់កណ្ដាលស៊ូមសក៏អាចទុកបាក់កន្លែងនេះដួលមកទៅមកសាឡៃនេះគួរញ៉ាំដល់ញ៉ាំ2 3 5ឥឡូវកន្លែងនេះ6ទៅឈប់ការប្រកួតបាត់ហើយ8ចាំគូនេះដូចអ្វីដែលបងប្អូនយើងឡើងទី2